Jumlah puluh mampir ke dalam function lain untuk keram AW1. Ini mau menjadi tip untuk kamera Sony, main Sony A7, Sony A7R, Sony A7S dan Sony A7C. Kamera ini seperti kameraประเภท mirrorless full frame ที่មានគោលបំណងក្នុងការប្រើប្រាស់ខុសគ្នាជាដំបូងយើងចូលដល់កាមេរ៉ា Sony A7 model នេះត្រូវបានគេហៅថាជាកាមេរ៉ាដែលប្រើបានគ្រប់មុខព្រោះថាវាមានសមត្ថភាពក្នុងការថតទាំងរូបភាពនិងវីដេអូចំពោះរូបភាពរបស់ Sony A7 វាមានរូបភាពគុណភាពល្អតម្លៃក៏មិនពុកពេកវាងាយស្រួលសម្រាប់អ្នកដែលចាប់ផ្ដើមដំបូងបន្តមកទៀតយើងចូលទៅដល់ Sony A7R កាមេរ៉ានេះវាមានចំណុចខ្លាំងទៅលើ resolution ខ្ពស់វាអាចថតរូបបានលម្អិតខ្លាំងកាមេរ៉ានេះវាស័ក្តិសមជាមួយនឹងការថតរូបទេសភាពថតរូបពាណិជ្ជកម្មនិងថតរូបដែលមានទំហំធំទោះបីជាយ៉ាងណាហ្វាល់រូបរបស់វាមានទំហំធំវាមិនសូវសមស្របក្នុងការថតវីដេអូនិងថតនៅក្នុងទីកន្លែងដែលមានពន្លឺទាបអញ្ចឹងយើងចូលមកដល់ចំណុចមួយទៀតគឺ Sony A7S model នេះវាមាន resolution ទាបប៉ុន្តែវាមានសមត្ថភាពខ្លាំងខាង ISO វាអាចថតបាននៅក្នុងពន្លឺទាបវាត្រូវបានពេញនិយមខ្លាំងសម្រាប់ការថតវីដេអូជាពិសេសគឺការថតពេលយប់ដូច្នេះហើយ A7S ស័ក្តិសមសម្រាប់ការថតវីដេអូនិងការថតភាពយន្តជាជាងយកទៅថតរូបភាពជាចុងក្រោយគឺកាមេរ៉ា Sony A7C កាមេរ៉ានេះមានទំហំតូចស្រាលងាយស្រួលប្រើនិងមាន sensor full frame ដូចគ្នាវាស័ក្តិសមជាមួយនឹងការធ្វើដំណើរការថតតាមផ្លូវនិងការប្រើប្រាស់ប្រចាំថ្ងៃទោះបីជាវាមានរូបរាងតូចក៏ដោយតែវានៅតែផ្ដល់រូបភាពល្អនិងមានប្រព័ន្ធ auto focus សរុបមក Sony Alpha Series គឺមានចំណុចខ្លាំងនិងសមត្ថភាពរៀងខ្លួនទៅតាមតម្រូវការនិងការប្រើប្រាស់ជាក់ស្ដែងដូចជា Sony A7 វាចំណុចខ្លាំងរបស់វាគឺការថតរូបនិងថតវីដេអូចំពោះ Sony A7R វាមានសមត្ថភាពថតរូបបានច្បាស់ល្អនិងមាន resolution ខ្ពស់តែ Sony A7S វាអាចថតវីដេអូបាននៅក្នុងទីកន្លែងដែលមានពន្លឺទាបជាចុងក្រោយគឺ Sony A7C គឺវាមានរូបរាងតូចងាយស្រួលក្នុងការធ្វើដំណើរនិងការថតវីដេអូជាពិសេសគឺការ travel ជាចុងក្រោយសូមអរគុណលោកគ្រូសម្រាប់ការតាមដានស្ដាប់នៃការបកស្រាយរបស់អាត្មាតាំងពីដើមដល់ចប់សូមអរគុណនិងចម្រើនពរលា